សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទនេះគឺជាព្រះវិហារសំណង់បុរាណចាស់នៅវត្តដំរីសដែលមានអាយុកាលយូរហើយអាត្មាមកថតចែករំលែកចែកជូនដល់ញោមញាតិបានមើលហើយនឹងស្គាល់អ្នកខ្លះអត់ស្គាល់វត្តហ្នឹងទេថានៅទីណាអញ្ចឹងណាដោយសារតែព្រះវិហារហើយនឹងទិដ្ឋភាពស្រស់ស្អាតពេកញោមហើយថតជូនចែកមើលកំសាន្តអញ្ចឹងណាម៉ោង 5:76 ហើយពេលយើងអាចមើលទៅលើនោះឃើញព្រះខែរះក្រាថ្ងៃចាស់អូយស្អាតណាស់ fresh នេះគឺសំណង់មួយគឺមានភាពបីចំណាស់មែនតើមើលតែក្បាច់ទេដែរនេះគឺជាទិដ្ឋភាពមកពីខាងជ្រុងខាងលិចនៃព្រះវិហារនៅក្នុងវត្តដំរីសដែលមានភាពចំណាស់មែនតើពុទ្ធរូបនេះជារូបសំណាកដូចជាគ្រុឌបន្តិចដូចជាអីទេមើលអត់សូវយល់គ្រុឌមែនទេគ្រុឌហើយនេះគឺជាស្អីគេមែនទេដែលព្រះអង្គកើតនេះព្រះអង្គកើតជាសត្វដូចសត្វស្វាមេស្វាហ្នឹងគេហៅពីណូណែពីណូហើយចឹងនេះមិនពីណូស្រីអូទិដ្ឋភាពនេះស្អាតមែនតើនេះទៅខាងលិចម៉ោង 5:76 ហើយពេលយើងអាចមើលទៅលើនោះឃើញព្រះខែរះក្រាថ្ងៃចាស់អូយស្អាតណាស់ fresh នេះគឺជាប្លង់ជំវិញនៃព្រះវិហារហើយជំវិញនៃប្លង់នេះយើងចាប់មកគឺមានសត្វតោ2ក្បាលហើយនឹងដំរីជា2ដែរនៅលើតែមិនដឹងថាគេតំណាងឲ្យអីទេហើយចាំទស្សនាមើលក្បាច់គឺស្រស់ស្អាតមែនតើអត់បានឡើងទៅក្នុងទេចាំបើសិនជាចង់ឡើងទៅក្នុងចាំចូល comment ថាចង់មើលមកចាំថតខាងក្នុងម្ដងឲ្យមើលចឹងណាហើយនៅជ្រុងនៃព្រះវិហារគឺមាននេះគេហៅថាសីមាកម្មរបស់ព្រះវិហារសីមាកម្មមានក្បាច់រចនាបែបនេះនេះគឺជាប្លង់មួយជ្រុងទៀតនៃវិហារនៅដំរីសគឺមានសាលាពុទ្ធកវិទ្យាល័យសិហានុវិទ្យាតើសាកលវិទ្យាល័យច្រឡំគឺនេះពេលយប់គឺស្អាតមែនទេសាលាមួយនេះហើយសាលានេះហើយគឺជាសាលាមួយរបស់ពុទ្ធកសិក្សានេះជួយបងប្អូនជាពលរដ្ឋខ្មែរជាច្រើនក្នុងការសិក្សារៀនសូត្រអ្នកណាដែលគ្មានលទ្ធភាពក្នុងការរៀនសាលាថ្លៃឬសាលាឯកជនដទៃទៀតសាលានេះអាចជួយបងប្អូនហើយនឹងអ្នកជិតឆ្ងាយមកពីខេត្តនានារៀនបានខ្ពស់ហើយតែប៉ុណ្ណោះគឺជាសាលមួយធ្វើសម្រាប់ស្ត្រីដែលមករៀននៅសាលានេះហើយខ្វះកន្លែងស្នាក់នៅនេះគឺធ្វើបានប្រហែលជា 50% ហើយនៃការបំពុកគ្រឹះធ្វើហើយសាលាគឺស្រស់ស្អាតមែនទែនបើបងប្អូនមានចំណាប់អារម្មណ៍ចូលមករៀនសូត្រនៅទីនេះអាចចូលមកបានព្រោះទីនេះបណ្ដុះធនធានប្រសង់បណ្ដុះធនធានមនុស្សច្រើន